បាទជាគោលម្ដងយើងថ្ងៃនេះយើង config email server ហើយនិង email client ណាតែយើងយក domain 2គឺ yahoo.com ហើយនិង gmail.com ដើម្បីឲ្យ client ទាំង Yahoo ហើយនិងទាំង Gmail ហ្នឹងអាច send ឬក៏ receive mail ឲ្យគ្នាទៅវិញទៅមកបានណាបាទអញ្ចឹងយើងយកតែ router មួយគ្រឿងមកអូខេបន្ទាប់មកយើងយក switch 2ណាបាទ switch 2គ្រឿងបាទហើយយើងយកlaptop ហើយនេះ server ណាអូខេនេះខាងមកខាង Yahoo ខាងនេះមកខាង Gmail បាទយើងរើសឧបករណ៍ហើយយើងធ្វើការតភ្ជាប់ណាអញ្ចឹងយើងคลิกមកកន្លែង connection ដើម្បីរើសខ្សែបាទប្រសិនបើយើងអត់ដឹងថាត្រូវប្រើខ្សែអីទេយើងអាចយក function ជំនួយណាថា automatically choose connection type នេះជាជំនួយរបស់ software ណាប៉ុន្តែ hardware អត់មាន function ហ្នឹងទេតែខាតត្រូវតែយើងស្គាល់ពេលខ្សែអូខេបាទនេះលឿនណាអូខេអញ្ចឹងខ្ញុំសារបងយកវាបាទយើងមើលវាប្រើខ្សែ copper straight through ណាអូខេនេះក្នុងករណីដែលយើងអត់ដឹងថាយើងត្រូវប្រើខ្សែអីហើយវាលឿនអត់ចាំបាច់រើស port ទេវារើស port តែលេខតូចមុនណាអានេះគឺ port 2 file Ethernet 0/0 ហើយ 0/1 អញ្ចឹងវារើសយកអា 0/0 មកបាទជាងរបៀបតប្រហែលជាអត់មានបញ្ហាណាដោយសារយើងបានធ្វើច្រើនដែរណាបាទដើម្បីឲ្យងាយយល់យើងសេ label សម្គាល់តិចមកបាទ port file Ethernet 0/0 នេះខ្ញុំឲ្យ IP 192.168.1.1/24 ណា /24 នោះគឺសំដៅលើ subnet មក port នេះខ្ញុំឲ្យ 192.168.2.1/24 ដែរណាបាទ router នេះមកថាយើងឲ្យឈ្មោះថា router 0 អញ្ចឹងមកណាអូខេអញ្ចឹងបាទនេះយើងឲ្យក៏ដើរតួជា mail server ណា email បាទ server ដែល domain ខ្ញុំឲ្យថា yahoo.com ណាហើយក៏ឲ្យគាត់ដើរតួជា DNS ដែរ DNS បើអត់មាន DNS ទេយើងអត់អាចតាក់ទងគ្នាតាម domain name បានទេណាអូខេ IP ដែលយើងឲ្យគាត់គឺ 192.168.1.254 ខ្ញុំយក IP ចុងក្រោយនៃ network ហ្នឹងណាអូខេបាទ server នេះយើងឲ្យគាត់ដើរតួជា Gmail អូខេ Gmail ផងហើយដើរតួជា DNS ផងណាបាទដែល បាទ IP គឺ 192.168.2.254 យក IP ចុងក្រោយដែរបោះ network 2.0 ណាបាទបន្ទាប់មកយើងត្រូវបង្កើត account ឲ្យម៉ាស៊ីនមួយនេះឧទាហរណ៍ខ្ញុំដាក់ថា Dari អញ្ចឹងណាបាទ add អានេះខាង client ខាង Yahoo ណាsorry yahoo.com គេខាងនេះឧបមាថា Daro ណា Daro at yahoo.com គេបាទខាងនេះបាទ client របស់ខាង Gmail ណាឧទាហរណ៍ថា Ladet at g
gmail.com ណាហើយនេះក៏ជា client របស់ Gmail ដែរទីហៅថាខ្ញុំដាក់ដូចក្នុងរបស់ខ្ញុំគឺតារ៉ុំណាបាទ @gmail.com គេបាទអញ្ចឹង client ទាំងអស់នេះយើងត្រូវដាក់ IP វាណាដើម្បីឲ្យយើងអាចឲ្យបាទតាក់ទងគ្នាបានណាបាទអញ្ចឹងខ្ញុំដាក់ IP ឲ្យម៉ាស៊ីន Dari នេះមុនបាទយើងចូលមក IP configuration បាទ 192.168.1.2 ណាបាទចុច 1.1 អត់អាចបានទេយើងដាក់ឲ្យ port file ethernet 0//0 គេ default gateway គឺចុច 1.1 ណាបាទ DNS បាទយើងមើលគាត់នៅខាង Yahoo DNS គាត់គឺចុច 1.254 ណាចុច 1.254 អូខេបាទឥឡូវដើម្បីកុំឲ្យយើងបកមកខាងក្រោយទៀតខ្ញុំបង្កើត account ឲ្យគាត់ទៅហើយណាបាទបង្កើត account ឲ្យគាត់ហើយអញ្ចឹងយើងចូលមកកន្លែង email អូខេយើង your name ឈ្មោះយើងដាក់ស្អីដាក់ទៅសំខាន់បាទ email address យើងចង់បានអីបាទហើយ incoming mail server នេះដាក់អី outgoing នេះដាក់អី username អី password អីអញ្ចឹងឈ្មោះនេះដាក់អីដាក់ណាអញ្ចឹងខ្ញុំដាក់ថា Dari ហើយ address ដែលយើងចង់បាននេះគឺ dari@yahoo.com អូខេនៅពេលដែលអ្នកណាម្នាក់សុន mail ឲ្យ Dari អញ្ចឹងត្រូវតែចូលមកកាន់ server របស់ yahoo.com ណា incoming ហ្នឹងគឺចូលមកកាន់ណាបាទអញ្ចឹងគឺ yahoo.com អូខេឧទាហរណ៍ថាខ្ញុំប្រើសេវារបស់ក្រុមហ៊ុន Mobitel អញ្ចឹងអ្នកពីក្រុមហ៊ុនណាក៏ដោយ call មកខ្ញុំដាច់ខាតត្រូវតែឆ្លងកាត់តាមក្រុមហ៊ុននៃ Mobitel ហើយខ្ញុំ call ទៅគេវិញក៏ត្រូវតែឆ្លងកាត់តាម Mobitel ដែរអញ្ចឹងនេះ outgoing ចេញពីមានន័យថា Dari ចង់ send mail ឲ្យគេក៏ត្រូវតែឆ្លងកាត់ឲ្យ Yahoo ទទួលពីគេក៏ Yahoo ផ្ញើទៅឲ្យគេក៏ Yahoo អូខេអញ្ចឹង yahoo.com អូខេ username យើងដាក់អីDari password ខ្ញុំដាក់ថា1 2 3អញ្ចឹងណាហើយយើងឲ្យ save អូខេដល់ពេលដែលយើង save យើងបានមាន compose យើងអាច send ទៅឲ្យណាម្នាក់ណាបាទ reply នៅពេលដែលគេ send យើង reply ទៅវិញreceive នេះគឺស្មើនឹង inbox ដល់ពេលដែលគេ send មកឲ្យយើងវានៅក្នុង receive ហ្នឹងណាហើយ delete នេះយើងចង់ delete mail ណាចោលហើយ configure mail នេះយើងមើលតើយើង config មិនណាអូខេអញ្ចឹងយើងបានបោះ Dari មួយណាប៉ុន្តែអត់ទាន់អាច send receive mail ឲ្យបានទេដោយសារយើងអត់ទាន់មក create នៅលើ mail server អូខេហើយ mail server នេះក៏អត់ទាន់បាន config វាដែរណាអូខេអញ្ចឹងយើងចាប់ផ្ដើមដាក់ IP ឲ្យ Daro បាទបាទខ្ញុំយក IP 192.168.1.3 ណាបន្តគ្នាមក default gateway 192.168.1.1 DNS 192.168.1.254បាទយើង create mail account ឲ្យគាត់ឲ្យហើយមកនេះខ្ញុំដាក់ថា Daro បាទហើយ address ដែលយើងចង់បានគឺ Daro@yahoo.com ណាអូខេនៅពេលដែលអ្នកណាក៏ដោយ send mail មកឲ្យ Daro@yahoo.com ត្រូវតែឆ្លងកាត់ Yahoo ណាបាទ server របស់ Yahoo អញ្ចឹង incoming mail server នេះគឺ yahoo.com ហើយ Daro send mail ទៅឲ្យគេក៏ឆ្លងកាត់ server របស់ Yahoo ដែរណាអញ្ចឹងក៏ yahoo.com បាទ username គឺDaro password ខ្ញុំដាក់ដូចគ្នាមកងាយចាស់ 1 2 3អូខេអញ្ចឹង Dari មាន account ហើយណាបាទ account ហ្នឹងត្រូវមក register នៅលើ mail server នេះណាអូខេបាទអញ្ចឹងយើងដាក់ IP ឲ្យ mail server អូខេ 192.168.1.254 ណាខ្ញុំយក IP ចុងក្រោយ default gateway 192.168.1.1 បាទ mail ហើយនឹង DNS ហ្នឹងនៅលើឧបករណ៍តែមួយណាអញ្ចឹង IP វា
ដូចគ្នាគេ192.168.1.254បាទដាក់ IP ហើយឥឡូវយើងចូលមកកន្លែង service ដោយសារបាទ web សំទុត server គាត់មាន multi function ណាអញ្ចឹងយើងចង់ឲ្យគាត់ដើរតួជា email គេអញ្ចឹងយើង click កន្លែង email អញ្ចឹងយើងត្រូវបង្កើត domain មួយណា domain ដែលយើងត្រូវការនេះគឺ yahoo.com យើងចង់ដាក់ឈ្មោះអីដាក់ទៅស្រេចតែយើងប៉ុន្តែក្នុងនេះខ្ញុំដាក់ yahoo.com ណាយើងមើលមាន protocol 2បាទ simple mail transfer protocol ហើយនិង POP3 protocol នេះដឹកនាំmail message ពី client ទៅ server អានេះទាញយកពី server ដាក់មកឲ្យ client វិញបាទអូខេបាទអញ្ចឹង domain ដែលយើងត្រូវការគឺ yahoo.com ហើយយើងបង្កើតវាគឺសិតណាអូខេអញ្ចឹងមិញយើងបានបង្កើត account 2 account នោះត្រូវមក register លើ Yahoo Mail នេះណាដល់ពេលដែលវាតាក់ទងគ្នាគឺត្រូវឆ្លងកាត់ Yahoo Mail អញ្ចឹងទី1គឺ Dari បាទហើយ password យើងគឺ1 2 3ហើយយើង add ណាយើង add ហើយ account មួយទៀតគឺDaro ណាហើយ password ក៏1 2 3ដែរអញ្ចឹងយើង add បាន2 account ណាសួរថាតាក់ទងគ្នាបាននៅឯត្រូវឲ្យឆ្លងកាត់ DN អត់ណាដោយសារយើងសិនឲ្យគ្នាគឺតាមរយៈ domain name address ណា Dari ឬក៏ daro@yahoo.com អញ្ចឹងយើងត្រូវមក add ក្នុង DNS ដោយសារតួនាទីរបស់ DNS បកប្រែពី domain name មកកាន់ IP address អូខេអញ្ចឹង service នេះត្រូវអីអត់បាទយើងមើល domain name របស់យើងគឺអី yahoo.com អូខេ yahoo.com ត្រូវនឹង IP បានរបស់ Yahoo 192.168.1.254ហើយយើង add ប្រសិនបើយើង add តែ Yahoo មួយបែបនេះមានន័យថាមានតែ client ខាង Yahoo ទេដែលអាចតាក់ទងគ្នាបានចុះ client Yahoo ចង់តាក់ទង Gmail យើងត្រូវអី add Gmail ចូលមួយទៀតណាអានេះយើងដូរមក gmail.com ប៉ុន្តែ IP ត្រូវដូរដែររបស់ខាង Gmail គឺ .2.254 add ណាអូខេបាទប៉ុណ្ណឹងមានន័យថាម៉េចមានន័យថា Yahoo តាក់ទងគ្នាបានដោយសារវាអត់ឆ្លងកាត់ router ណាត្រឹមតែ switch ណាអូខេឥឡូវយើងសាកល្បង Dari សិនឲ្យ Daro ណាបាទអូខេអញ្ចឹងយើងបើកបាទកន្លែង email នេះមកហើយយើងឲ្យ compose ណា compose គឺសិនធ្វើឲ្យតាយើងអាចសិនខ្លួនឯងក៏បានសិនឲ្យគេក៏បានណាបាទឥឡូវខ្ញុំសិនឲ្យ Daro add yahoo.com subject ថា testing ណាអូខេអាច say តិចមកថា hello Daro អញ្ចឹងណាបាទ how you អញ្ចឹងមកI just want to test បាទ sending mail only អញ្ចឹងណាបាទអូខេif you get my email please reply me អញ្ចឹងណាអូខេបាទយើងសេបន្តិចមកហើយសេអូខេយើងពីតារីអូខេអញ្ចឹងយើងសិនណាបាទសិនអូខេយើងឃើញថា sending mail to daro@yahoo.com with subject testing បាទអញ្ចឹង mail server របស់យើងគឺ yahoo.com ណាអញ្ចឹងទី1វាត្រូវតាក់ទងទៅនឹង DNS វា query ពី yahoo.com ហ្នឹងត្រូវ IP មកត្រូវ IP 192.168.1.254យើងមើល status សិនហ្នឹងគឺសេះណាអូខេអញ្ចឹងយើងមកមើលលើម៉ាស៊ីនnày Daro អូខេអានេះយើងអត់មាននឹង inbox ដូចពិតទេណាយើងតែងឲ្យកន្លែង receive ណាអូខេអញ្ចឹងយើងឃើញទទួលបាន mail មួយពី Dari subject ថា testing mail ហ្នឹងយើងសិននឹងឲ្យពុតខែ10 2014 ម៉ោង 8:18 ណានេះយើងលើសបន្តិច 8:19 អូខេបាទដោយសារយើងសិនមុនបន្តិចណាអូខេបាទអញ្ចឹងយើងឃើញអត្ថន័យណាអូខ
គេយើងអាច reply ទៅគេវិញបាទទៅ click ឲ្យ reply ណាគេ reply អញ្ចឹង reply គឺយើង reply ទៅណាគេទៅ Dari ណាហើយ subject យើងចង់ដូរក៏បានយើងដាក់ default យើងក៏បានណាគេហើយយើងអាច save ទីមកថា hello Dari បាទ em file អញ្ចឹងណាបាទហើយថា I got your mail អូខេយើងឲ្យដាក់អូខេបាទអញ្ចឹងយើងឃើញសិនគឺឲ្យ successful ដែរណាគេ successful យើងមកមើលលើម៉ាស៊ីន Dari វិញគេយើង click កន្លែង receive បើតាមយើងពិតវានៅកន្លែង inbox ណាគេនេះកន្លែង inbox ដូចកន្លែង receive នេះយើងឃើញហើយបាទ subject retesting ណាមានតែគេ reply មកវិញគេបាទប៉ុន្តែនេះវានៅមកខាងលើនេះតិចណាជាងទាញមកខាងលើមកគេឃើញណាគេបាទអញ្ចឹង Yahoo គឺឲ្យអូខេណាឥឡូវយើងធ្វើមកលើបាទ Gmail អូខេអញ្ចឹង account computer នេះមិញខ្ញុំដាក់ IP ហើយណាគេអញ្ចឹងយើងគ្រាន់តែបង្កើត account ខ្ញុំមើលភាសាទៀត desktop មានអូខេនៅណានៅ sorry ចឹង IP 192.168.2.2 ណាបាទយើង network ខាង Gmail ណាគេ default gateway 192.168.2.1 DNS គឺបោះខាង Gmail គឺ 2.2.254 ណាអូខេ 192.168.2.254 អូខេតែ IP ហើយយើងបង្កើត account ឲ្យហើយមកណាបាទកុំឲ្យយើងបាក់ចូលច្រើនតាអញ្ចឹងឈ្មោះគាត់ថា Darit បាទ Darit ហើយ email address ដែលយើងចង់បាន darit@gmail ណា .com អូខេនៅពេលដែលអ្នកណាក៏ដោយសិន mail មកឲ្យ Darit គឺត្រូវឆ្លងកាត់ Gmail ណាដោយសារ Darit នឹងជា client របស់ Gmail អញ្ចឹង incoming mail server គឺ gmail.com បាទ Darit សិន mail ឲ្យគេក៏ត្រូវតែឆ្លងកាត់បាទ Gmail ដែរដោយសារគាត់ជា client របស់ Gmail អញ្ចឹងចេញពី Darit ទៅគឺ outgoing mail server នេះក៏បាទ gmail.com ណាបាទហើយ user ដែលយើងបង្កើតគឺDarit password យើងដាក់ដូចគ្នាមក user នៅលើ client មិនត្រូវលើ server អញ្ចឹងណាទាំង user ទាំង password បើសិនតែពីរនឹងខុសគ្នា server អត់ជួយគេដោយសារនៅពេលដែលយើង create mail ទៅវាមិន store ទៅលើ mail server អញ្ចឹងយើង save គេបោះម៉ាស៊ីន Darom នេះណាបាទ IP គាត់គឺ 192.168.2.3 ខ្ញុំយកបន្ទាប់គ្នាណាបាទ default gateway 192.168.2.1 DNS គឺបោះខាង Gmail ណាគេ192.168.2.254គេបន្ទាប់មកយើងបង្កើត account ឲ្យគាត់បាទនេះខ្ញុំដាក់ឈ្មោះគាត់ថា Darom គេហើយ email គឺ darom@gmail.com ណាបាទអញ្ចឹង incoming mail server គឺ gmail.com អូខេបាទ outgoing គឺក៏ឲ្យ gmail.com បាទ user Darom ណា password ដាក់ដូចគ្នាមកស្រួលចាំ1 2 3អូខេបាទអញ្ចឹងយើងចូលដល់មក config នៅលើ server ណាបាទយើងដាក់ IP គាត់មុនសិនណាបាទដាច់ខាត IP ត្រូវតែមានណាអត់មាន IP ទោះបីបង្កើតដោយដើរតួជា mail add ក្នុង DNS ហើយក៏អត់អាចទៅវាបានដែរណាបាទអូខេអញ្ចឹង 192.168.2.254 ណាបាទ default gateway 192.168.2.1 DNS
DNS ហើយ email នេះនៅលើឧបករណ៍តែមួយជាង IP ដូចនឹង email ដែរណា192.168.2.250អូខេបាទគាត់យើងឲ្យគាត់ដើរតួជា mail អញ្ចឹងយើងចូលមកកន្លែង service យើងយកកន្លែង email យើងឃើញ protocol 2ដូចខាងនោះដែរណាបាទអញ្ចឹង domain ដែលយើងចង់បានគឺ Gmail ណា gmail.com យើងត្រូវបង្កើត domain នេះមួយណាបើសិនតែយើងអត់ចង់ដាក់ Gmail ទេយើងចង់ដាក់ rupp.com.kh ក៏បានណាបាទស្រេចឲ្យយើងប៉ុន្តែយើង create account ត្រូវ add បាទ rupp.com.kh អូខេបាទអញ្ចឹងយើងឲ្យសិនណាបាទ user ដែលយើង create មិញគឺ direct បាទហើយ password 1 2 3ណាឲ្យត្រូវគ្នាណាបាទ add បាទមួយទៀតគឺដែរតារ៉ុំណា password 1 2 3ដែរ add បាទអញ្ចឹងយើងត្រូវខ្វះអីទៀតមកធ្វើលើ DN ទៀតដែរដោយសារយើង send ឬក៏ receive តាមរយៈ domain name ណាអញ្ចឹងជាតួនាទីរបស់ DNS យើងคลิกមក DNS បាទ service វាត្រូវ on អូខេបាទ domain យើងគឺ Gmail ហើយនឹង Yahoo ណាជាអញ្ចឹង gmail.com ត្រូវ IP 192.168.2.250 ប្រសិនបើយើង add តែ Gmail មានតែ Gmail ហើយ Gmail ទេអាចតាក់ទងគ្នាបានប៉ុន្តែ Gmail អត់អាចតាក់ទងមួយ Yahoo អញ្ចឹងដើម្បី Gmail តាក់ទងមួយ Yahoo បានត្រូវ add អី Yahoo មួយទៀតណា yahoo.com ហើយ IP វា.1.200ហើយអូខេបាទប៉ុណ្ណឹងមានន័យថាយ៉ាងម៉េចមានន័យថាខាង Gmail តាក់ទងគ្នាបានប៉ុន្តែអត់ទាន់តាក់ទងខាង Yahoo ទេដោយសារតាក់ទង Yahoo ត្រូវឆ្លងកាត់ router អូខេបាទឥឡូវយើង config លើ router ហើយចាំយើងតេស្ត Yahoo តាក់ទងមួយ Gmail ណាហើយ Gmail តាក់ទង Gmail នេះមិនបាច់តេស្តមកខាតពេលដឹងតែវាអូខេហើយណាបាទអូខេឥឡូវយើងចាប់ដើម config លើ router config លើ router យើងត្រូវយក laptop មួយទៀតណាបាទតពី laptop នេះមក router តាមខ្សែ console អាហ្នឹងចំពោះ hardware ប៉ុន្តែ software យើងអាចបើក direct លើវាបានអូខេកុំឲ្យខាតពេលយើងបើក direct អញ្ចឹងយើងចូល command line interface CLI អូខេបាទចម្លើយគឺឯ no ណាយើងចូលដល់ user mode ណា command ដែលប្រើលើ user mode គឺ enable យើងចូលដល់ឯ privilege mode បាទអញ្ចឹង command បន្ទាប់គឺ configure terminal ដើម្បីយើងចូលដល់ global mode ខ្ញុំដាក់ឈ្មោះវាមួយមកថា O0 ណាដើម្បីឲ្យ client របស់ Yahoo ហើយនឹង Gmail តាក់ទងគ្នាបានតើតែ port file Ethernet 0/0 យើង config ហើយបើក port ណាហើយ 0/1 ដូចគ្នាអញ្ចឹងយើងចូលទៅកាន់មួយណាមុនក៏បានស្រេចយើង interface file Ethernet 0/0 ណាខ្ញុំដាក់ IP address IP នេះដាក់ឲ្យត្រូវណាបើដាក់អត់ត្រូវទេបាទតតែមកដូរលើ client យើងវិញភាសា client យើងបាន config default gateway នឹងហើយណាអញ្ចឹង IP គឺ 192.168.1.1 បើសិនតែយើងដាក់ថា .1.2 មកដូរឡើង client វិញអូខេបាទឲ្យត្រូវតាមនឹងវិញណាគេលើក .1.1 subnet mask 255.255.255.0 បើផងណាបាទដោយសារយើងនៅលើ interface តែមួយអញ្ចឹងយើងអាចចូលទៅកាន់ interface file ethernet 0/1 អត់ចាំបាច់ exit ទេណាគេដល់មកដាក់ IP address 192.168.2.1 ណា subnet mask គេចុចឲ្យ0បើ port បាទ complete ដែរនៅពេលដែលយើងធ្វើហើយ save file configuration ហ្នឹងទៅក្នុង NVRAM ផងបើអត់ save វាអាចបាត់បង់ដោយរយៈថាហេតុណាអូខេជាង command ដែល save យើងអាច save កាត់ឲ្យខ្លីថា rise អូខេមែនតើ rise ដូចគ្នាណាអូខេអានេះ command លើនេះមិនអាមែនតើក៏ចឹងដែរណាអូខេមែនតែលើសបានិមិត្តចឹងអាមែនតើខុសហ្នឹងយើងទៅធ្វើអាមែនតើមិនកើតអូខេឥឡូវដល់ពេលដែលយើងត្រូវតែដែរសិន email ឆ្លង domain អូខេពី Daro នេះបាទខ្ញុំសិនទៅ direct ណាឬក៏សិនទៅ Daro អូខេស្រាប់យើងនេះគាត់ទទួលបានមានន័យថាគេសិនឲ្យគាត់ណា Dari សិនឲ្យគាត់ណាឥ
ឥឡូវយើងដើម្បីសិនយើងចូលឲ្យ compose គេ to direct មកអញ្ចឹងណា add a gmail.com subject ដាក់អីទៅ testing ណា send mail from Yahoo to Gmail អូខេតែបែរនេះអូខេនេះក៏សេតិចមកបាទ hello direct ណាបាទថាយើងសូមប្រកែអង់គ្លេសយើងសេតែប៉ុណ្្នឹងមកងាយហើយសេបាទពីយើងឲ្យ Daro ណាអូខេសិនគេយើងឃើញ sending នេះគឺត្រូវសាសឲ្យសាស school ណាសាស school បាទអញ្ចឹងយើងមកបើកលើអីម៉ាស៊ីនដែរ direct ណាអូបាទយើងចូលឡើង receive គេយើងនឹងឃើញទទួលបាន mail មួយពី Daro សិនមកពី Yahoo ណាហើយតែមាន subject ថាបាទ text send mail from Yahoo to Gmail ហើយសិនហ្នឹងនៅម៉ោង 8 កន្លះគេយើង31ណាលើកតិចគេអត្ថន័យគ្រាន់តែ how you អញ្ចឹងយើងអាច reply វិញ hello Daro អញ្ចឹងណាពីសួរ how you យើងឆ្លើយថា I'm fine អញ្ចឹងមកអូខេអូខេសរសេរណាអញ្ចឹងយើងមកមើលម៉ាស៊ីនហើយ Daro យើងនឹងឃើញមាន direct reply មកអូខេdirect របស់ Gmail នេះណាអូខេអញ្ចឹង config mail server ហើយ mail client បាទ already done ណាអូខេត្រូវបាន complete